ចាអ្នកគ្រូចាអ្នកគ្រូឲ្យខ្ញុំមានចង់និយាយចែកខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តខ្ញុំចង់និយាយថានៅក្នុងខ្លួនខ្ញុំប្រហែលជាអាចនឹងបាត់ជំងឺជំងឺប្រហែលជាថា50%សោះសូម្បីតែខ្ញុំធ្លាក់សហ្នឹងពីមុនយើងតាំងពីខ្ញុំអត់ទាន់ប្រើអ៊ីកូរ៉ៃមកខ្ញុំពេលធ្លាក់វារបៀបបែបផ្សេងតែដល់ពេលខ្ញុំប្រើអ៊ីកូរ៉ៃនិយាយទៅតាំងពីខ្ញុំទិញអ្នកគ្រូមកដល់ឥឡូវយើងថាមួយខែចុះហើយមានអារម្មណ៍ថាវាអត់ដូចមុនណាធ្លាក់មកតែវាដូចមុនវាអត់មានចង់និយាយថាវាអត់វាប្រែពណ៌ហើយវាអត់មានក្លិនវាអត់អីចឹងអ្នកគ្រូខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហ្នឹងដើម្បីតែអារម្មណ៍ខ្ញុំអត់ដូចមុនដែរពីមុនខ្ញុំឆេវឆាវឆាប់ខឹងអីចឹងណាតែឥឡូវអត់ទេធម្មតាមានអារម្មណ៍ថារៀងស្ងប់ស្ងាត់អីចឹងណាអ្នកគ្រូហើយអ្នកគ្រូចង់និយាយទៅចែកខ្ញុំប្រើបានមួយខែសូម្បីតែសាច់ឈាមខ្ញុំក៏អត់ដូចមុនដែរវាមើលទៅវាមានអារម្មណ៍ថារៀងប្លែករៀងថ្លាចឹងទាំងដែលរងថ្ងៃអត់មានដែរប្រើអីសោះអ្នកគ្រូចង់និយាយចែកបើសម្រាប់ខ្ញុំអាចទៅថានៅតែពងបែកមាត់នឹងមួយមុខទេទៅចែកវាឡើងដែរតែគ្រាន់ថាវាអត់ឲ្យយើងឈឺរត់ថ្នាក់ធំអត់បានដូចពេលដែលយើងអត់ទាន់ប្រៃកូរ៉ាអញ្ចឹងតាំងពីខ្ញុំប្រៃកូរ៉ាវាមានកើតឡើងមកដែរមួយអញ្ចឹងតែយើងអាចទ្រាំបានអីចឹងណាគ្រូពីមុនឲ្យតែខ្ញុំឡើងពងបែកមាត់ចឹងខ្ញុំញ៉ាំអីអត់កើតទេហើយខ្ញុំសូម្បីទឹកក៏ដោយខ្ញុំញ៉ាំអត់កើតទៅពេលចឹងវាពិបាកឲ្យធ្វើឲ្យយើងអស់កម្លាំងរហត់លហើយចង់តែគេអញ្ចឹងតែដល់ពេលតាំងពីខ្ញុំប្រើអ៊ីកូរ៉ៃមកអ្នកគ្រូនិយាយទៅតាំងពីប្រើអ៊ីកូរ៉ៃមកមួយខែខ្ញុំអត់ដែរគេងពេលថ្ងៃទេណាបើពីមុនតែខ្ញុំអត់បានគេងពេលថ្ងៃដឹងតែខ្ញុំឈឺដោយសារតែយប់យើងគេងអត់បានគ្រប់គ្រាន់អញ្ចឹងដល់ពេលថ្ងៃយើងត្រូវតែគេងពេលថ្ងៃតែឥឡូវអត់ទេធម្មតាដែរបានគេងពេលថ្ងៃទេតែធម្មតាកម្លាំងកំហែងយើងធម្មតាឲ្យពេលរាល់ថ្ងៃហ្នឹងពេលយប់ឡើងពេលខ្លះខ្ញុំអាចមើលទូរស័ព្ទដល់ម៉ោង10អីចឹងណាគ្រូតែអត់ងើបមកអត់អីធម្មតាចឹងណា